ជាហោចាសួស្តីបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាម្ដងទៀតតទៅជាមួយនឹងមេរៀនថ្មីការប្រើប្រាស់ពាក្យប្រើប្រាស់ទូទៅប្រចាំថ្ងៃចាអញ្ចឹងថ្ងៃនេះយើងមានពាក្យប្រមាណពាក្យដែរដើម្បីឲ្យទាំងអស់គ្នាអាចរៀននៅពាក្យថ្មីចាពាក្យទី1នោះគឺជាពាក្យថាហិនហិនហដាក់ស្រៈអិនហិនសំឡេងទី3យើងអានថាហិនចាហិនគឺបកប្រែខ្មែរភាសាខ្មែរគឺមានន័យថាខ្លាំងពេកឬក៏ណាស់ចាហើយពាក្យមួយទៀតគឺពាក្យថាហោហោចាពាក្យថាហោគឺមានន័យថាល្អអញ្ចឹងបើសិនជាយើងផ្សំពីរពាក្យនឹងបញ្ចូលគ្នាហិនហោគឺបកថាល្អណាស់ចាល្អណាស់វាដូចជាទាំងអស់គ្នាបានបន្ទុក10ពេញអញ្ចឹង10ល្អណាស់ហ្នឹងគឺអាចនិយាយថាហិនហោចាពាក្យបន្ទាប់គឺពាក្យតទៅជាមួយនឹងពាក្យថានីហោចាមេរៀនមុនគឺយើងបានរៀនពីពាក្យថានីវធនៈមែនទេប៉ុន្តែនៅពេលដែលយើងផ្សំរវាងនីបូកជាមួយនឹងហោគឺមានន័យថាសួស្តីឬក៏ជម្រាបសួរវិញណាចានីហោចានីហោសួស្តីឬក៏ជម្រាបសួរហើយពាក្យមួយទៀតគឺពាក្យថាម៉ានឹងក៏បកថាទេគឺប្រើនៅចុងប្រយោគសំណួរអញ្ចឹងប្រសិនបើពីរឃ្លានឹងបូកបញ្ចូលគ្នាមានន័យថាម៉េចទៅនីហោម៉ាគឺគេចង់សួរអំពីថាតើអ្នកសុខសប្បាយជាទេចាគេចង់សួរសុខទុក្ខនីហោម៉ាតើអ្នកសុខសប្បាយជាទេចាបើសិនជាយើងសុខសប្បាយគឺយើងត្រូវឆ្លើយថាវហិនហោខ្ញុំសុខសប្បាយជាទេចាចុងក្រោយកុំភ្លេចពាក្យមួយទៀតគឺសៀអរគុណចាអញ្ចឹងពាក្យអរគុណគឺអានថាសៀណាចាយើងសរុបមកវិញពាក្យរបស់យើងថ្ងៃនេះគឺមានពាក្យហិនហោចាអញ្ចឹងបើសិនជាហិនហោគឺល្អណាស់នីហោសួស្តីនីម៉ាទេប្រយោគសំណួរនីហោម៉ាតើអ្នកសុខសប្បាយជាទេវហិនហោខ្ញុំសុខសប្បាយជាទេសៀអរគុណចាអញ្ចឹងថ្ងៃនេះគឺយើងបានរៀនពាក្យជាមួយនឹងសន្ទនាខ្លះតទៅមួយការសួរសុខទុក្ខជាមួយនឹងឆ្លើយចាចម្លើយហើយនឹងពាក្យសំខាន់មួយទៀតគឺសៀចាអញ្ចឹងពាក្យអរគុណនេះគឺយើងឧស្សាហ៍ប្រើមែនទេបងប្អូនគ្នាអញ្ចឹងវាក៏ជាពាក្យនៅក្នុងជីវធម៌នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងដែរគឺយើងត្រូវប្រើពាក្យថាអរគុណនៅពេលដែលយើងទទួលបានការជួយពីអ្នកដទៃឬក៏យើងទទួលបានអ្វីមួយចាដែលយើងប្រើភាសាហ្នឹងដើម្បីជាការសម្ដែងនៃការដែលយើងមានសុជីវធម៌ទៅកាន់អ្នកដទៃចាអញ្ចឹងថ្ងៃនេះមេរៀនរបស់យើងគឺមានតែប៉ុណ្្នឹងសង្ឃឹមថាទាំងអស់គ្នាអាចយកទៅអនុវត្តដើម្បីឲ្យពាក្យដែលយើងបានរៀនហ្នឹងគឺយើងអាចប្រើប្រាស់បាននៅក្នុងការរស់នៅប្រចាំថ្ងៃណាអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតសៀតាជាចាជៀន